នេះជឿលើបនបាអត់ជឿលើច្បាប់កម្មផលដែរអត់អ្វីដែលយើងបានធ្វើឲ្យគេពេលណាមួយវានឹងត្រឡប់មករកយើងវិញក្នុងជីវិតពិតរបស់យើងក៏ដូចគ្នាពេលខ្លះយើងជួយគេមិនត្រឹមតែមិនដឹងគុណទេហើយថែមទាំងបំភ្លេចគុណរបស់យើងចោលទៀតផងតែច្បាប់ធម្មជាតិឬច្បាប់កម្មផលនឹងមិនទៅណាចោលយើងទេបុណ្យនិងបាបមិនចាំបាច់ទាល់តែអ្នកដែលយើងបានជួយនឹងត្រូវតែតបស្នងគុណមកយើងវិញនោះទេព្រោះយូរនឹងឆាប់អំពើល្អរបស់យើងនឹងត្រឡប់មករកយើងវិញអ្នកទាំងអស់គ្នាត្រូវចាំថាអ្វីដែលអ្នកបានដាំនោះហើយអ្នកនឹងទទួលអញ្ចឹងកុំបារម្ភពីមនុស្សដែលមិនដឹងគុណយើងព្រោះបុណ្យនិងបាបតែនៅជាប់ខ្លួនយើងជានិច្ចសូមកុំភ្លេចសាងអំពើល្អទាំងអស់គ្នា